បាត់ទោះបីជាច្បាប់មានការរិះគន់ក្តីនោះក្រុមហ៊ុន AMD ហ៊ានបង់ពន្ធ 15% ដើម្បីលក់បន្ទះ chip AI ដ៏ទំនើបនៅលើទីផ្សាររបស់ចិនគណៈកម្មការអឺរ៉ុបដែលហៅកាត់ថា EU បានប្រកាសនៅថ្ងៃអង្គារសប្តាហ៍នេះថាខ្លួនចាប់ផ្ដើមបើកការស៊ើបអង្កេតជាផ្លូវការលើក្រុមហ៊ុន Meta ខណៈមានការព្រួយបារម្ភថាក្រុមហ៊ុននេះអាចនឹងកំពុងប្រើប្រាស់អំណាចទីផ្សាររបស់ខ្លួនដើម្បីរារាំងដំណើរការរបស់ក្រុមហ៊ុនដែលជាគូប្រជែង AI នៅលើកម្មវិធី WhatsApp និង Messengerចំណាត់ការនេះក៏ត្រូវបានគេរំពឹងថាអាចនាំទៅរកការបញ្ឈប់ដំណើរការទាំងស្រុងនៅមុខងារបញ្ញាសិប្បនិម្មិត AI ក្នុងកម្មវិធីផ្ញើសារ WhatsApp ជាបណ្ដោះអាសន្នផងដែរការស៊ើបអង្កេតនេះដែលដំបូងឡើយត្រូវបានរាយការណ៍ដោយ Reuters និង Financial Times គឺជាសកម្មភាពចុងក្រោយបំផុតរបស់នាយកសហភាពអឺរ៉ុបប្រឆាំងនឹងក្រុមហ៊ុនបច្ចេកវិទ្យាធំៗដូចជា Amazon និង Google របស់ Alphabetខណៈដែលប្លុកនេះស្វែងរកតុល្យភាពនៃការគាំទ្រសម្រាប់វិស័យបច្ចេកវិទ្យាជាមួយនឹងកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួនដើម្បីទប់ស្កាត់ឥទ្ធិពលរបស់ក្រុមហ៊ុនបច្ចេកវិទ្យាសហភាពអឺរ៉ុបបានប្រកាសថា Meta អាចកំពុងរំលោភច្បាប់ប្រឆាំង monopolization ដោយមិនអនុញ្ញាតឲ្យអ្នកអភិវឌ្ឍកម្មវិធី AI ពីក្រុមហ៊ុនផ្សេងៗចូលប្រើប្រាស់កន្លង API និងមុខងារឆ្លើយតបសារនៅលើកម្មវិធី WhatsApp monopolization មានន័យថាការគ្រប់គ្រងទីផ្សារតែឯងឬការបង្កើតអំណាចដោយក្រុមហ៊ុនឬអង្គភាពណាមួយការរារាំងបែបនេះអាចនាំឲ្យ Meta មានអត្ថប្រយោជន៍លើមុខងារ AI ក្នុងប្រព័ន្ធរបស់ខ្លួនដូចជា Meta AI Assistantជុំវិញទៅនឹងដំណឹងនេះ Meta បានឆ្លើយតបថាក្រុមហ៊ុននឹងសហការជាមួយនឹងការស៊ើបអង្កេតហើយថាកម្មវិធី API និងប្រព័ន្ធស្រាវជ្រាវរបស់ពួកគេមានគោលបំណងរក្សាសុវត្ថិភាពនិងភាពឯកជនរបស់អ្នកប្រើប្រាស់គួរជម្រាបផងដែរថារហូតមកទល់នឹងពេលនេះសហភាពអឺរ៉ុបបានផ្ដល់ពេលវេលាដល់ក្រុមហ៊ុន Meta រយៈពេល4ខែដើម្បីឆ្លើយតបនិងបង្ហាញថាខ្លួនមិនបានរំលោភច្បាប់ប្រសិនបើ Meta ត្រូវបានគេរកឃើញថាមិនគោរពច្បាប់របស់សហភាពអឺរ៉ុបនោះនឹងនាំទៅរកការផាកពិន័យអាចឡើងទៅដល់ 10% នៃប្រាក់ចំណូលសរុបលើពិភពលោករបស់ក្រុមហ៊ុន